ព្រះពុទ្ធដីកាគឺជាសច្ចវាចាគឺជាពាក្យពិតត្រូវទៅតាមសច្ចធម៌ដែលជាធម៌ពិតណាសូម្បីតែព្រះអង្គសម្ដែងអំពីរឿងលោភៈត្រូវលះដោយអនាគាមិមៈព្រោះជាកាមឆន្ទៈត្រូវលះដោយអរហត្តមៈព្រោះជាភវរាគៈជាប្រយោជន៍ឲ្យយើងកាត់បន្ថយនៅសេចក្តីប្រាថ្នាត្រូវការដើម្បីកុំឲ្យមានលោភៈនោះឃើញណាតែជាប្រយោជន៍ដើម្បីសិក្សាលោភៈនោះឯងដែលជាបរមត្តតាមសេចក្តីពិតនេះគឺជាសេចក្តីពិតនៃលោភៈមិនអាចយើងប្រាថ្នាឲ្យអស់ទៅបានទេកាលណាបើអនាគាមិមៈអរហត្តមៈមិនតាន់កើតទេនោះតែធัวបរិបត្តិគឺប្រព្រឹត្តទៅដើម្បីអីដើម្បីសិក្សាឲ្យស្គាល់នៅប្រភេទលោភៈដែលជាបរមត្តធម៌តាមសេចក្តីពិតប៉ុណ្ណឹងក៏វាអាចមានសេចក្តីសុខស្ងប់ក្នុងការដែលមិនប្រកាន់ថាកិលេសនឹងជាតួខ្លួនយើងដែរមិនកុបច្ចៈក្តៅក្រហាយដោយប្រការផ្សេងថាតួខ្លួននឹងជាបុគ្គលថោកទាបជាបុគ្គលគំរក់ជាបុគ្គលមានកិលេសក្រាស់ជាបឋិជនងងខ្លៅយ៉ាងនេះដែរនៅក្នុងពេលដែលសិក្សាបរមត្តធម៌មិនបានប្រកាន់ថាតួខ្លួននឹងជាបុគ្គលយ៉ាងម៉េចទេពីព្រោះមានតែបរមត្តធម៌ប៉ុណ្ណោះដែលជាជីវិតពិតនេះគឺលំដាប់នៃការសិក្សានៃបរមត្តធម៌ចឹង